ចេញចូលតាមទ្វារក្រោយគឺជាការប្រើប្រាស់ផ្ទះខុសក្បួនហុងស៊ុយជាធម្មតាផ្ទះយើងធ្វើទ្វារមុខនិងទ្វារក្រោយទ្វារក្រោយសម្រាប់ជាការបន្ទាប់បន្សំការងារចាំបាច់ខ្លះដែលត្រូវប្រើទ្វារក្រោយប៉ុន្តែផ្ទះខ្លះធ្វើបន្ទប់ទឹកនៅក្រោយផ្ទះធ្វើផ្ទះបាយនៅក្រោយផ្ទះធ្វើបន្ទប់ទឹកនិងផ្ទះបាយនៅខាងក្រោយនិងចំហៀងផ្ទះជាហេតុធ្វើឲ្យចេញចូលទ្វារក្រោយហ្នឹងច្រើនប្រើប្រាស់ទ្វារក្រោយច្រើនផ្ទះខ្លះធ្វើកន្លែងកំសាន្តធ្វើកន្លែងអង្គុយលេងនៅក្រោយផ្ទះនេះក៏ជាហេតុធ្វើឲ្យម្ចាស់ផ្ទះប្រើប្រាស់ទ្វារក្រោយច្រើនការប្រើប្រាស់ទ្វារក្រោយច្រើនជាងទ្វារមុខគឺវាខុសនឹងក្បួនហុងស៊ុយត្រង់ថាកាលណាយើងប្រើប្រាស់ទ្វារណាច្រើនជាងគេទ្វារនោះវាคล้ายទៅជាទ្វារមុខយ៉ាងណាមិញប្រៀបបីដូចជាមនុស្សយើងអញ្ចឹងមាត់និងគូតគឺខុសគ្នាការប្រើប្រាស់មាត់គឺប្រើប្រាស់ច្រើនជាអតិបរមាហូបទឹកផងបាទហូបអីផងនិយាយស្ដីផងខកស្ដោះផងបាទរឿងរ៉ាវច្រើនណាស់ដែលយើងត្រូវប្រើមាត់ឯទ្វារក្រោមគឺបច្ចមៈគឺទ្វារគូតបាទយើងប្រើប្រាស់តិចតួចក្នុងពេលដែលបត់ជើងតែប៉ុណ្ណោះឯងគូតគឺសំខាន់ណាស់សំខាន់ខាងបត់ជើងប៉ុន្តែយើងអត់ត្រូវការបរិភោគអាហារទេយ៉ាងណាមិញការប្រើប្រាស់ទ្វារក្រោយវាคล้ายទៅជាខុសបាទខុសហុងស៊ុយត្រង់ថាទ្វារក្រោយទៅជាទ្វារមុខទ្វារមុខទៅជាទ្វារក្រោយនេះជាហេតុនាំឲ្យវិនាសអន្តរាយទ្រព្យបាទខូចអាជីវកម្មបាត់ទំនុកចិត្តពីដៃគូសហការអាជីវកម្មផងដែរបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា